របៀបបង្កើត email នៅក្នុង mail server ចឹងក្នុងការបង្កើត email នេះប្រសិនបើយើងមិនបង្កើត email នៅក្នុង mail server ទេមានន័យថាគ្រប់ user អត់តមាន email ប្រើប្រាស់ទេចឹងឧទាហរណ៍ប្រសិនយើងចង់មាន email មួយសែនចឹងយើងទៅបង្កើតនៅក្នុង email ក្នុង Yahoo ឬក៏ Hotmail ឬក៏ពួក Everyday ជាដើមប៉ុន្តែករណីនេះដោយសារយើងមាន mail server ហើយចឹងយើងត្រូវបង្កើត email នៅក្នុង mail server ដើម្បីឲ្យ user យក email ដែលបង្កើតនោះទៅ send email ចេញទៅខាងក្រៅចឹងទីមួយយើងត្រូវបង្កើត email ដោយចុចទៅលើ account យក account manager ចឹងគ្រប់ email ទាំងអស់គឺវាស្តុកនៅក្នុងនេះចឹងដើម្បីបង្កើតគឺចុចលើ new នៅត្រង់ full name ដាក់ឈ្មោះអ្វីក៏បានដែរសំខាន់កន្លែងនេះនៅពេលយើង log ចូលដាក់ឈ្មោះ Nari ចឹងទៅ password បើយើងដាក់ក៏អត់បានដែរក៏វា error ដែរចឹងដោយសារយើងដាក់ password យើងដោះ strong password ក៏ដោយបានន័យថា email យ៉ាងហោចណាស់ក៏យើងដាក់ password មួយខ្ទង់ដែរចឹងខ្ញុំដាក់3ចឹងទៅបាទចឹងយើងមាន mail account 2មួយឈ្មោះថា Nari មួយទៀតឈ្មោះ Nida ដើម្បីយើង log ចូលខ្ញុំបង្កើតមួយទៀតទៅចឹងខ្ញុំអូខេចឹងនេះគឺជា email អូខេចឹងក្នុងការបង្កើត email ត្រូវបានបញ្ចប់